VMC នៅភ្នំពេញសុកស្រាប់តែទីតាំងមកដល់កពតភ្លាមតែម្ដងតែធ្វើម៉េចទៅបានមកដល់ទីតាំងភ្លាមក្នុងពេលតែមួយអូខេអ្នកទាំងអស់គ្នាស្វាគមន៍មកក្នុងវីដេអូរបស់យើងថ្ងៃនេះនិយាយទៅកម្មវិធីនេះគឺតាក់ទងទៅនឹងទិវាកុមារអូទីសឹម2មេសាតាំងពីមុនចូលឆ្នាំហើយហ៎តែទៅតែចែកម្លែកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីចាប់កម្មវិធីភ្លាមកក់សម្ពុតឡានហើយមកថតវីដេអូភ្លាមក៏ឆ្លៀតឡើងតុករៀបចំអីវ៉ាន់មកខេត្តកំពតតែម្ដងអញ្ចឹងគឺថាលឿនរហ័សទាន់ចិត្តដោយសារតែរវល់ក្នុងកម្មវិធីយើងមិនមានញឹកអត់បានត្រៀមឡានមុនទេអញ្ចឹងងាយស្រួលកក់ឡានមុន1ម៉ោងក៏បានដែរជាមួយនឹង Red Bus អ្នកនរគ្នាសម័យនេះគួរតែមាន app Red Bus នៅក្នុងទូរស័ព្ទងាយស្រួលមែនទែនចង់ជិះឡានម៉ាកអីប្រភេទអីទៅខេត្តណាគឺងាយស្រួលមែនទែនជ្រើសរើសកៅអីហើយយើងផេលុយតាមនឹងទៅគឺងាយស្រួលមែនទែនសម្រាប់អ្នកនរគ្នាក្នុងនោះគឺមាន promotion ច្រើនហើយសម្រាប់ផេលុយក៏ងាយស្រួលដូចគ្នាដែរហើយមុននឹងដល់ពេលឡើងឡានណាគេនឹងខលប្រាប់យើងមុនកន្លះម៉ោង20នាទីអីគឺស្រួលខ្លាំងមែនទែនអូខេអ្នកនរគ្នាតបមកគឺកិច្ចការផ្សេងៗនៅកពតគឺបានមកដល់ហើយឃើញថាអាយស្ងាត់ជ្រាបចាដោយសារតែក្រុមការងារគាត់ជាប់រវល់ training ចាអញ្ចឹងយើងមកដល់ក្រោយគេមកមុនតាំងពីព្រឹកយើងតទៅពេលថ្ងៃបានចេញពីភ្នំពេញមកចាប់កម្មវិធីម៉ោង11ម៉ោង11កន្លះញ៉ាំអីហើយម៉ោង12ក៏ស្ពតឡានម៉ោង1កន្លះឡើងមកកពតអញ្ចឹងគឺពេលវេលាខ្លីហើយឆ្លៀតពេលហ្នឹងដោយសារតែកាលហ្នឹងដូចជាមានភ្លៀងហើយភ្លៀងនៅកពតគឺភ្លៀងមែនទែនរហូតដល់យប់ឡើងលិចទៀតអញ្ចឹងទៅគឺថាលុយទឹកនៅភ្នំពេញមិនគ្រប់គ្រាន់ទៅលុយទឹកដល់កពតអញ្ចឹងគឺទៅជាល្អហើយទៅជិះទូទៅធ្វើកម្មវិធីអីផ្សេងប៉ុន្តែគាត់ថាទៅកាលហ្នឹងរៀងភ្លៀងអញ្ចឹងប៉ាប៉ុន្តែទេសភាពល្អស្ងប់ស្ងាត់មានការលេងកម្សាន្តជាមួយក្រុមការងារជាច្រើនអញ្ចឹងទៅអូខេឥឡូវនេះដល់ពេលយើងត្រឡប់ទៅវិញតែមានបង្ហាញល្បែងមួយដល់អ្នកស្គាល់ហើយឲ្យជាប់វាដិតចឹងហើយតើមកអត់ឃើញមើលទូហេពីកាច់ចឹងមកចាំមើលទូប៉ោះអីក៏បានដែរហ្នឹងណាទូរបស់គេធំទៅហើយទូធំទៅអូខេប៉ោះចឹងអ្នកគ្នាស្គាល់អត់នេះគឺទូល្បែងលេងក្មេងកាលពីជំនាន់មុនណាអ្នកគ្នាប្រហែលជំនាន់ថ្មីអត់សូវបានស្គាល់ទេនេះមកលេងគឺមានច្រើនមែនទែនឥឡូវយើងត្រូវត្រឡប់ទៅភ្នំពេញវិញហើយគេបាយ